យើងចូលមកដល់ប្រវត្តិរបស់ទសកੰនៅថ្ងៃមួយហ្នឹងព្រះឥន្ទគាត់ត្រូវតែងតាំងតំណែងព្រំសាជាថ្មីហើយពេលហ្នឹងគាត់តែងតាំងអត់ត្រូវគាត់តែងតាំងឲ្យព្រំដែលមានបទពិសោធន៍តិចហ្នឹងធ្វើតំណែងខ្ពស់ហើយព្រំដែលមានបទពិសោធន៍ច្រើនហ្នឹងឲ្យធ្វើតំណែងទាបវិញដល់តែពេលអញ្ចឹងទៅមានកូនព្រំមួយឈ្មោះថាព្រំអនន្តគាត់អត់ពេញចិត្តគាត់ខឹងគាត់អន់ចិត្តដល់តែពេលអញ្ចឹងទៅគាត់ក៏លែងចូលទៅគាល់ព្រះឥន្ទលែងឡើងទៅលេងឋានសួគ៌ដូចមុនទៀតអញ្ចឹងទៅដល់តែពេលដំណឹងឮដល់ព្រះឥន្ទខឹងក៏ចាប់ផ្ដើមប្រកាសមើលទៅហៅវាមកជួបយើងអីក៏ប្រកាន់ច្រើនម្ល៉េះដល់ទៅពេលកូនព្រំអនន្តមកជួបព្រះឥន្ទបានដាក់បណ្ដាសាព្រំអនន្តហ្នឹងដាក់បណ្ដាសាថាយើងនឹងឲ្យឯងខ្លាយទៅជាយក្សរូបអាក្រក់នៅចាំលៀងជើងទេវតាទាំងឡាយណាដែលចូលមកគាល់យើងព្រោះថាទេវតាទាំងអស់មុននឹងចូលគាល់ព្រះឥន្ទគឺត្រូវតែលាងជើងសម្អាតជើងឲ្យស្អាតបានអាចចូលគាល់ព្រះឥន្ទបានហើយព្រំអនន្តហ្នឹងចាប់ពីពេលហ្នឹងក៏ខ្លាយទៅជាយក្សរូបអាក្រក់ហ្នឹងនៅចាំលាងជើងឲ្យទេវតាទាំងអស់ហ្នឹងទៅហើយមានទេវតាខ្លះហ្នឹងក្បាលខូចអាគ្នាលាងជើងឲ្យហ្នឹងខោក្បាលគ្នាឃ្លុះអញ្ចឹងទៅទេវតាខ្លះនោះបោចសក់បោចគ្នាឡើងតងោលឡើងតពេកអស់សក់អលីងណាត់គ្នាដែរ